គុណដែលតបស្នងមិនអស់គឺគុណឪពុកម្ដាយក្តីស្រឡាញ់ដែលកាត់ថ្លៃមិនបានគឺក្តីស្រឡាញ់របស់ឪពុកម្ដាយធនាគារដែលខ្ចីមិនបាច់សងគឺធនាគារឪពុកម្ដាយដូច្នេះកូនទាំងឡាយគួរតបស្នងនៅគុណឪពុកម្ដាយឲ្យបានច្រើនមិនមានអ្នកណាស្រឡាញ់យើងស្មើនឹងឪពុកម្ដាយយើងឡើយយើងមិនត្រូវភ្លេចគុណឪពុកម្ដាយមិនត្រូវធ្វើជាកូនអកតញ្ញូនោះទេកូនអកតញ្ញូគឺកូនដែលមិនរីកចម្រើនកូនដែលកតញ្ញូតបស្នងឪពុកម្ដាយគឺជាកូនដែលរីកចម្រើនធ្វើអ្វីៗតែងតែលូតលាស់ទៅមុខជានិច្ចដូច្នេះសូមបងប្អូនកូនក្មួយទាំងអស់គ្នាកុំភ្លេចគុណឪពុកម្ដាយដែលជាទីស្រឡាញ់របស់យើងដែលកាត់ថ្លៃមិនបាននេះគួរផ្ដល់សេចក្ដីកក់ក្ដៅដល់គាត់ពេលដែលគាត់ចាស់ជរាទៅគាត់គ្មានអ្វីទីពឹងគឺយើងផ្ដល់កម្លាំងចិត្តឲ្យគាត់បម្រើគាត់